ស្លាប់អត់វល់ល្ងាចទេបើកបរទៅចិត្តទៅឆ្ងាយអីក៏ដោយតែឡើងលើដងផ្លូវសូមគោរពឲ្យបានខ្ជាប់ខ្ជួននៅច្បាប់ចរាចរណ៍ពិសេសនោះអ្នកដែលជាតែកង់តែម្ដងសូមបើកបរកុំធ្វើប្រហែសបើកបរដោយប្រយ័ត្នប្រយែងពីព្រោះអីអ្នកដែលធ្វើដំណើរជាមួយយើងនឹងអ្នកខ្លះគេជាប្តីជាប្រពន្ធមានកូននៅក្នុងបន្ទុកដែលត្រូវមើលថែបើយើងធ្វើប្រហែសគេបាត់បង់ជីវិតព្រាត់ប្រាសគ្រួសារដោយសារតែការធ្វើប្រហែសរបស់យើងតែម្ដងហើយតែបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍មិនមែនមនុស្សម្នាក់ដែលត្រូវឈឺចាប់ទេណាគឺក្រុមគ្រួសារទាំងមូលតែម្ដងខ្ញុំបានមើលព័ត៌មានអំពីករណីគ្រោះថ្នាក់ចរាចរណ៍ផ្ទួនគ្នានៅថ្ងៃទី23ខែឧសភាឆ្នាំ2026ដែលកើតឡើងលើឡានដឹកបងប្អូនកម្មករកម្មការិនីហើយគឺខ្លោចចិត្តមែនតែម្ដងនឹងសោកស្ដាយណាពុកម៉ែបងប្អូនអរគ្នាពីព្រោះអីពួកគាត់មានកូននៅក្នុងបន្ទុកដែលត្រូវចិញ្ចឹមហើយអ្នកខ្លះប្តីប្រពន្ធអីដែលត្រូវបាត់បង់ជីវិតគឺបែកបាក់គ្នាដោយសារតែរឿងគ្រោះថ្នាក់ចរាចរណ៍ដែលយើងមើលអត់ឃើញនឹងតែម្ដងអញ្ចឹងហើយនៅពេលដែលធ្វើដំណើរលើដងផ្លូវសូមបងប្អូនអរគ្នាគោរពច្បាប់ចរាចរណ៍ទៅបងប្អូនហើយតែមានរឿងបែបនេះកើតឡើងគឺវាបង្កការឈឺចាប់មិនមែនតែម្នាក់ទេគឺក្រុមគ្រួសារទាំងមូលតែម្ដងហើយដល់ពេលមានបញ្ហាអញ្ចឹងមិនដឹងពីការធ្វើការទាន់ពេលវេលារបស់ក្រសួងពាក់ព័ន្ធដូចជាក្រសួងការងារហ្នឹងគឺបានចេញមកប្រតិកម្មទាន់ពេលវេលាអន្តរាគមន៍ជួយដល់បងប្អូនកម្មករយើងដែលរងគ្រោះនៅក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ហ្នឹងតែម្ដងដែលក្រសួងបានដាក់មន្ត្រីចុះទៅតាមមន្ទីរពេទ្យអីសួរសុខទុក្ខបងប្អូនយើងនឹងផ្ដល់នៅអត្ថប្រយោជន៍បសសផ្សេងៗសម្រាប់ការព្យាបាលរបស់បងប្អូនយើងថែមទៀតអញ្ចឹងក្នុងនាមខ្ញុំជាអ្នកដែលតែងតែនិយាយពាក់ព័ន្ធជាមួយនឹងវិស័យការងារវិស័យផ្សេងៗសូមឲ្យបងប្អូនយើងដែលរងគ្រោះនៅក្នុងគ្រោះថ្នាក់ចរាចរណ៍នេះឆាប់ជាសះស្បើយហើយអាចត្រឡប់ទៅផ្ទះជួបជុំក្រុមគ្រួសារវិញហើយក៏សូមសោកស្ដាយនឹងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំដល់ក្រុមគ្រួសារនៃសពដែលបានបាត់បង់ជីវិតនៅក្នុងគ្រោះថ្នាក់ដ៏ឈឺចាប់ដ៏ក្រៀមក្រំមួយនេះផង